trong rút na ôi một để ăn trai nhớ cầm chết bất bất miệng này hốp sọc xài miệng từ lòngបាទអនុញ្ញាតគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនាបែបលក្ខណៈគេហៅថាជនបទស្រុកស្រែចម្ការណាគឺមកបូមស្រះបាទបូមស្រះបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរយើងមានការជួបជុំបងប្អូនពីទីជិតទីឆ្ងាយដោយសារការបូមស្រះនេះគឺនៅផ្ទះពូរបស់ខ្ញុំទេហើយបូមនេះក៏ចាប់ដើមដំណើរការបូមហើយទៅបូមហ្នឹងទៅក៏ខូចម៉ាស៊ីនវាខូចហ្នឹងឥឡូវស្ដាប់សំឡេងពិតបន្តិចបងជឿថាខូចអីបូមជីមែនបាត់បាត់ដាច់អូមិនគឺខាត់បាត់cái cục đục đang được chỉnh lệ tậpព្រឹកខ្ញុំទីនមកស្អែកពាក់ទឹកបាទបងប្អូនបានស្ដាប់ហើយតែមិនត្រឹមតែខូចទេបាទបាក់ស្លាប់ទេថែមទាំងធ្លាក់ទឹកទៀតដល់ម៉ាស៊ីនហ្នឹងគឺគ្នាទៅរំតារាមែនតែនបាទប៉ុន្តែយ៉ាងណាក៏នៅតែតស៊ូទៅមុខដែរគ្នាធ្វើម៉េចគ្នាម៉ាស៊ីនហ្នឹងជួសជុលហើយក៏មានអីក្រៅពីលើកដាក់ចុះទៅក្រោមទៅនោះស្រះយើងបាទលើកចុះដាក់ទៅក្រោមចាប់ផ្ដើមបូមបន្តទៀតបាទមានអីទេត្រីអាំងនឹងឯងបងប្អូននេះឥឡូវយើងចាប់ផ្ដើមលើកម៉ាស៊ីនហ្នឹងដាក់ចុះទៅក្រោមដើម្បីបូមបន្តទៀតព្រោះបាញ់មិញវាខូចណាបងប្អូនអញ្ចឹងកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាថាបូមទៅបានត្រីប៉ុណ្ណាបាទការជួបជុំគ្នាមានអីក្រៅពីចឹងទេនៅខាងស្រុកភូមិខ្ញុំនឹងបូមស្រះជួបជុំបងប្អូនគ្នាមុនចូលឆ្នាំណាបងប្អូនអានេះរំលឹកអនុស្សាវរីយ៍បាទនេះឆ្អិនបរើហើយបងប្អូនអើយនោះមិត្តភ័ក្តិមានបងប្អូនជាពិសេសបងប្អូនទីជិតទីឆ្ងាយក៏មកជុំគ្នាហើយខ្ញុំម្នាក់បានមួយហើយអាំងហើយមិនដឹងធ្វើអីក៏នេះជាមួយមិត្តភ័ក្តិបានត្រីបរើហើយនឹងមានអីទៀតចាំកាលទៀតមានឆ្អិនមានឆៅអញ្ចឹងណាបងប្អូនហើយក៏មានភីបងប្អូនស្គាល់ភីជាមានអីទេជួបជុំបងប្អូនមានតែប៉ុណ្្នឹងបងអើយហើយយើងទៅមើលស្រះយើងបន្តិចឥឡូវឃើញស្រកទឹកច្រើនហើយតិចទៀតអាចនឹងចាប់បានទៅមើលទៅព្រោះឥឡូវកំពុងពិនិត្យមើលថាប្រហែលម៉ោងទៀតបានបូមហើយខ្ញុំនេះកំពុងចុចទូរស័ព្ទឆាតរកបងប្អូនដែរបងប្អូនខ្លះចង់មកលេងរកផ្លូវចូលអត់ឃើញអញ្ចឹងក៏ឆាតរកគ្នាអញ្ចឹងណាហើយឥឡូវនេះបងប្អូនក្មួយកំពុងត្រង់ត្រីអាត្រីតូចដែលបូមមកនោះវាដោយតាមយោមកអញ្ចឹងចាំត្រង់ចាប់ឥឡូវឃើញត្រីទូកត្រីរស់មួយចំនួនហើយតែយើងមិនទាន់ចាប់ទេដោយសារទឹកនៅច្រើនឥឡូវពូខ្ញុំចាប់បានមួយនេះឥឡូវឃើញមួយវាច្រឡោតឡើងហើយមានអីទៀតចាំការទៀតចាប់អត់បោះមកលើពឹបញ៉ាំមកឡើងមកលើអញ្ចឹងដឹងតែសេរីហើយនេះបានមកកតោដែរឥឡូវយើងនេះខាស់តិចហើយយើងទម្លាក់កម្លាំងចុះទៅជួយចាប់ចឹងណាបងប្អូនឥឡូវចាប់ដើមចាប់បដាដោយសារខាងនោះបានមួយប៉ុណ្ណាហើយបងប្អូននេះអេមត្មងនិយាយថាតំណងមួយចង់ជិត2គីឡូហ្នឹងបងប្អូនធំដែរហ្នឹងពេញដៃហ្នឹងបងប្អូនឃើញទេអមណាហើយយើងសង្កេតឃើញថាវាច្រើនដែរច្រើនគួរសមបងប្អូនឥឡូវហើយជាទៅបូមថាបន្ថែមទៀតព្រោះមើលទៅវាអត់ទាន់នេះហេអត់ទាន់ខាស់ទឹកមែនតើណាពិបាកចាប់អញ្ចឹងបាច់បដើចាប់បដើមានអ្នកចាប់បដើបាច់បដើអញ្ចឹងទៅឲ្យវារៀងខាស់ទឹកបន្តិចដើម្បីស្រួលចាប់នេះហើយណែឃើញបងប្អូនឃើញត្រីធំដែរហ្នឹងបងប្អូនសប្បាយមែនតើខ្ញុំនេះគ្មានធ្វើអីទេខ្ញុំបានជួយទេអង្គុយមើលគេណាអង្គុយមើលពីលើសប្បាយដែរមានអីក្រៅពីអង្គុយមើលមកគេចុះចាប់ហើយឥឡូវនេះទ្រាំមិនបានទេមើលទៅហើយជាទ្រាំមិនបានទេចុះទៅអូអាកន្លែងនេះអត់បានចុះទៅជួយផងហ្នឹងចុះទៅយកត្រីបាទយកត្រីមកបំបែកបងប្អូនតិចដួល
បំបែកវាដើម្បីប្រោះទុកខ្លះចឹងណាបងប្អូននេះត្រីអូធំណាស់បងប្អូនមានតូចមានធំនិយាយទៅមានតូចមានធំតែសបោទៅតួអូទៀតទៅសបោទៅតួត្រីរស់ចឹងណាទូចគេហៅតួធំតិចហៅរស់ចឹងទៅតែត្រីតែមួយទេនេះបងប្អូននេះយើងយកមកបំបែកដើម្បីប្រោះវាសិនព្រោះឆ្អិនក៏មានឆៅក៏មានប្រើអញ្ចឹងណាបងប្អូនមួយគឺចប់អញ្ចឹងបានថាការជួបជុំបងប្អូនមានអីទេកម្មវិធីសบายបូមស្រះហូបលេងទីពូខ្ញុំថាបូមស្រះធម្មជាតិហូបត្រីធម្មជាតិលេងគាត់ថាគ្មានអីសบายជាងការជួបជុំបងប្អូនទេបងប្អូនបាទនេះត្រីឥឡូវយើងយកវាទៅប្រោះទុកមួយឡែកសិនអាហ្នឹងយើងចាប់បានអញ្ចឹងណាបាយវាខ្ញុំក៏រៀបចំប្រោះឲ្យអ្នកចាប់ដែរនៅតែចាប់បន្តទៅចាប់នោះត្រីនៅកណោទៀតខាងលើនេះចាប់តែមួយកន្លុកខាងនេះទេបងប្អូនមិនទាន់បានចាប់ដល់ខាងលើនោះផងបានត្រីមួយកណោហើយត្រីច្រើនបងប្អូនត្រីច្រើនមែនតើឥឡូវកម្លាំងយើងកំពុងចុះចាប់ឲ្យផុកវិញបងប្អូនមើលនោះលិចចង់ដល់កាលៀននេះជ្រៅបងប្អូនជ្រៅគាត់ផុកវិញចុះទៅលិចតែខ្ញុំលើនេះគេបោះត្រីមកចាប់ទៅរើសទៅយកត្រីទៅទុកទៅចាំតែរើសត្រីទេខ្ញុំត្រីមិនទៅបានប្រយោជន៍អីទេគួយមើលទៅគេហ្នឹងត្រមិនបានមើលទៅប្រហែលជាអាចថាចុះមកនេះបែរជាចុះមកក្រោមហើយនេះចុះមកដល់ក្រោមមកយករូបភាពពិតឲ្យបងប្អូនអ្នកទស្សនាមើលបានថាគេចាប់ត្រីពេលបូមស្រះហ្នឹងចាប់មិនឥឡូវមានមិនគេចាប់អញ្ចឹងឃើញត្រីចាប់ទៅចាប់បានប៉ុណ្ណាយកប៉ុណ្ណឹងហើយផុកវិញមកអើយកប់កលៀនបងប្អូនជ្រៅណាស់នេះត្រីនេះឃើញបងប្អូនឃើញទេទៅត្រីគេហៅថាត្រីធម្មជាតិនិយាយពីសាច់ឡើងផ្អែមបងប្អូនសាច់ផ្អែមហ្មងចាប់បានច្រើនត្រីនេះមួយទៀតក៏មែននេះខ្ញុំមកនេះចាប់គេដែរតែចាប់ជាប់ទេត្រីហ្នឹងពួកអីដៃតែមួយខាងទៅlạiកាន់កាមេរ៉ាអញ្ចឹងណាចុះមកជួយចាប់តែចាប់មិនសូវបានទេមួយចាប់រហូតដល់របួសរហូតហ្នឹងដៃនេះបងប្រយ័ត្នតគេអ្នកជំនាញគេបកកាយចាប់ជាងយើងអញ្ចឹងណាមួយយើងដៃមួយខាងបានត្រីមួយកតោហើយឥឡូវប្រហែលជាត្រូវយកទៅប្រោះភាសាសិនហើយតម្លាក់កតោមកដាក់មកកតោទៀតអញ្ចឹងណាបងប្អូនត្រីច្រើនមែនតើចាប់ហ្នឹងមិនទាន់បានពាក់កណ្ដាលទេនៅច្រើនទៀតខ្ញុំគ្មានធ្វើអីទេដើរអត់រួចជាប់ជើងនៅក្នុងផុកកប់កលៀនបងប្អូននៅហ្នឹងមានបានដើរទៅណាចាប់តែជុំវិញខ្លួនហ្នឹងអស់ក៏អស់ទៅបើមិនទាន់អស់ក៏ដកខ្លួនទៅមួយសាទៀតទៅមិនដល់ទៅមិនរួចជាប់ជើងនៅហ្នឹងមានទៅណាដីផុកកប់កលៀនបងប្អូនស្អិតដកជើងអត់ចង់រួចទេបងប្អូនដើរក៏មិនកើតដែរបើបងប្អូនមិនជឿចាំស្ដាប់សំដីពិតឥឡូវចាំស្ដាប់អូស្អិតទេណាអីដីស្អិតrồiមានតែមួយម៉ាច់បាទនេះគឺបងធំអង្គុយចាប់ប្លង់ពីលើឲ្យអ្នកចាប់ត្រីអ្នកចាប់ត្រីច្បាស់ហើយអត់ចុះដៃចុះប្រឡប់ប៉ុណ្ណាលេងលេងហ៎ជិះចោលហើយលេងបាទដូចខ្ញុំនិយាយម្ដងហើយម្ដងទៀតចឹងបងប្អូនបាទអត់មានអីក្រៅពីការជួបជុំទេការជួបជុំគឺបង្កើតភាពស្និទ្ធស្នាលសុខសប្បាយសុភមង្គលជួបជុំបងប្អូនទីជិតទីឆ្ងាយ
ចឹងលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាក្នុងឱកាសបុណ្យគេហៅថាឆេងមេងឬក៏អីគេសែនភ្នោហ្នឹងណាចឹងយើងត្រូវការជួបបងប្អូននៅពេលហ្នឹងព្រោះបើថាពេលចូលឆ្នាំហ្នឹងអាចថាមិនបានជុំគ្នាដូចពេលសែនភ្នោពេលឆេងមេងទេអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាចូលរួមឲ្យបានជុំគ្នាដើម្បីបង្កើនភាពស្និទ្ធស្នាលអនុស្សាវរីយ៍ជួបជុំបងប្អូនទាំងអស់គ្នាហើយយើងក៏ពីចាប់ហើយក៏ប្រមូលត្រីទាំងអស់ហ្នឹងដឹកយកទៅផ្ទះព្រោះថាអានេះវានៅឆ្ងាយពីផ្ទះណាបងប្អូនស្រះនៅឆ្ងាយពីផ្ទះអញ្ចឹងត្រីហ្នឹងបានច្រើនដែរប្រហែលជាក្នុង100គីឡូហើយមកទៅក៏ច្រើនដែរលើកគ្នា3 4នាក់បានរួចហើយយើងក៏លើកដាក់គូតឡានទៅរៀបចំបន្តដំណើរទៅផ្ទះមកតង់ទៀតឥឡូវនេះគឺបេសកកម្មខ្ញុំប្រហែលជាបានបញ្ចប់ហើយបងប្អូនថាគឺយើងបានប្រមូលចាប់ត្រីរួចរាល់ហើយក៏បានជួបជុំគ្នាមកប្រាយដែរជាមួយនឹងបងប្អូនមកពីទីជិតទីឆ្ងាយអញ្ចឹងណាឥឡូវมันមានអីច្រើនទេបងប្អូនលាក់ខ្លួនអស់លេងហើយយើងទៅផ្ទះមានទឹកឲ្យស្អាតសិនរៀបចំដើម្បីជួបជុំគ្នាភាសាទៀតចឹងมันមានអីបាទឥឡូវនេះយើងធ្វើដំណើរមកដល់ផ្ទះហើយត្រីយើងសរុបទៅប្រហែលជាបានខ្ទង់100គីឡូជាងបងប្អូនអញ្ចឹងអាចថាច្រើនអត់បានថ្លឹងទេតែជាស្មានណាបងប្អូនព្រោះឃើញច្រើនដែរអញ្ចឹងវីដេអូខ្ញុំដូចជាមិនមានអីច្រើនទេបងប្អូនក៏សង្ឃឹមថាឆ្នាំណាក៏ដូចជាឆ្នាំនេះយើងមានការជួបជុំគ្នាមួយឲ្យបានច្រើនកកដើម្បីរំលឹកអនុស្សាវរីយ៍ហើយវីដេអូនេះដូចគ្នាដែរมันមានបំណងអីទេគឺគ្រាន់តែថតទុកដើម្បីរំលឹកអនុស្សាវរីយ៍នៅឆ្នាំណាមួយសម្រាប់បងប្អូនទាំងអស់គ្នាទស្សនាកម្សាន្តជួបគ្នានៅវីដេអូក្រោយបាយបាយ